ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី19នៃរឿងលួចស្នេហ៍អូនក្បែរផ្ទះសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និង Comment ម្នាក់មួយផងណាអរគុណច្រើនចំពោះសងខុនហើយក៏ដូចជាមួយនឹងស៊ីស៊ីពួកគាត់ទាំងពីរក៏បានមកដល់ទីតាំងមួយកន្លែងហ្នឹងដូចជាកន្លែងប្រចាំងស្លាយនៅឯខាងក្នុងសាលារបស់ពួកគាត់ទាំងពីរនាក់ហ្នឹងអញ្ចឹងនៅពេលដែលបានមកដល់ហ្នឹងគឺធ្វើឲ្យទៅកាន់ស៊ីស៊ីវិញគាត់ក៏បានសួរទៅកាន់សងខុនអំពីអ្វីដែលសងខុនកំពុងតែធ្វើក៏ដូចជាមួយនឹងសាលាថ្មីដែលសងខុនហ្នឹងគឺមករៀនហ្នឹងគឺវាទទួលបានអារម្មណ៍យ៉ាងម៉េចហើយសងខុនវិញក៏បានប្រាប់ទៅកាន់ស៊ីស៊ីថាមិនអីទេគាត់គឺធម្មតាគាត់គឺអាចសម្របជាមួយសាលាថ្មីរបស់គាត់បានចំពោះស៊ីស៊ីវិញនិយាយប្រាណគាត់គឺបានមើលមុខទៅកាន់សងខុនបដាទាំងគាត់នឹងគឺបានសួរទៅកាន់សងខុនតើឥឡូវនឹងគឺសងខុនគឺមានឲ្យចិត្តមកកាន់គាត់នឹងគឺខ្លះវិញនៅចំពោះសងខុនវិញមើលទៅគាត់គឺនៅតែស្ទាក់ស្ទើរអញ្ចឹងដោយសារតែក្នុងចិត្តរបស់គាត់គឺនៅតែមានទៅកាន់ហ៊ួនគឺនៅក្នុងចិត្តរបស់គាត់បានធ្វើឲ្យទៅកាន់សងខុនគឺនៅតែមិនចង់មើលមានភាពស្និទ្ធស្នាលជាមួយស៊ីស៊ីនឹងច្រើននោះទេស៊ីវិញអ្នកទាំងអស់គ្នាគាត់គឺខំមែនតើខំធ្វើមិនដើម្បីឲ្យទៅកាន់សងខុននឹងគឺបបាចិត្តរបស់គាត់ក៏ដូចជាមួយនឹងការរំលឹកអនុស្សាវរីយ៍ដែលធ្លាប់ធ្វើជាមួយនឹងសងខុនទាំងប្រមាណនឹងនោះហើយមើលទៅនៅពេលដែលពួកគាត់នឹងគឺបាននិយាយជាមួយនឹងគ្នាសារនេះគឺពិតជារលូនមែនតើសងខុនអត់ព្យាយាមគេចវេះពីស៊ីទេទាំងស៊ីគឺបាននិយាយជាមួយនឹងសងខុនបាគឺមានស្នាមញញឹមមើលមុខទៅកាន់សងខុននឹងគឺបដាបញ្ចប់សកម្មភាពរបស់សងខុនគឺត្រឹមតែប៉ុណ្្នឹងតែម្ដងទៅយើងក៏លេខមើលសកម្មភាពថ្ងៃថ្មីជាកិច្ចការប្រជុំរវាងហ៊ួនស៊ីឈីក៏ដូចជាមួយនឹងប្រធានរបស់គាត់ដែលគាត់នឹងគឺមានឈ្មោះថាលោកលីនឥឡូវនឹងគាត់គឺមានទូរទស្សន៍កាន់កាប់ជាមួយនឹងខាងផ្នែកកីឡានឹងនោះអញ្ចឹងឥឡូវនឹងគាត់កំពុងតែនិយាយជាមួយនឹងហ៊ួនដោយសារតែគាត់ក៏បានដឹងថាហ៊ួនវិញគាត់ក៏មានចំណងចំណូលចិត្តខាងផ្នែកកីឡារបស់គាត់ដែរតែកីឡារបស់ហ៊ួនដែលរៀបចំនឹងធ្វើនឹងគឺជាកីឡាក្បាច់គុណអញ្ចឹងគាត់កំពុងតែនិយាយធ្វើមិនសួរទៅកាន់ពួកគាត់ទាំងអស់គ្នាឲ្យទៅកាន់ពួកគាត់ទាំងអស់គ្នានឹងគឺមានពីណាគេនឹងគឺចាប់អារម្មណ៍អត់មើលទៅអ្នកទាំងអស់គ្នាវិញគឺកវីក្បាលហើយគឺកិច្ចគ្រប់គ្នាតែម្ដងធ្វើឲ្យទៅកាន់លោកលីននៅពេលហ្នឹងគឺពិតជាពិបាកតែពេលហ្នឹងលោកលីនគាត់ក៏បានបើកឃើញដូចជាឯកសារមួយឯកសារហ្នឹងគឺជាឯកសារដែលហ៊ួនហ្នឹងគឺស្នើសុំហ្នឹងគឺស្នើសុំដើម្បីបើកជាមួយនឹងថ្នាក់ក្បាច់គុណរបស់គាត់នឹងនោះលោកលីនវិញគាត់ក៏បានយកឯកសារមួយនឹងដើម្បីពិភាក្សាជាមួយនឹងហ៊ុនតើហ៊ុននឹងគឺនឹងមានផែនការយ៉ាងម៉េចយ៉ាងម៉ាខ្លះអាចប្រាប់មកកាន់គាត់ឲ្យគាត់នឹងគឺបានដឹងហើយឲ្យលោកគាត់នឹងគឺអាចជួយជាមួយនឹងរឿងមួយនឹងបាននោះហ៊ុនគាត់ក៏បានព្យាយាមរៀបរាប់តែអស់អញ្ចឹងទៅសូម្បីតែស៊ីឈីវិញគាត់ក៏បានគ្រប់គ្រងឲ្យទៅកាន់ហ៊ុននឹងធ្វើថែមទៀតអញ្ចឹងលោកលីនវិញគឺតម្លាក់ការងារមួយនឹងគឺទុកឲ្យទៅកាន់ហ៊ួននឹងគឺធ្វើសិនចំពោះហ៊ួនវិញនៅពេលដែលបានលើកទៅកាន់ស៊ីនឹងគឺគ្រប់គ្រងគាត់កាលពីមុនគឺចង់ធ្វើមែនប៉ុន្តែឥឡូវចិត្តរបស់គាត់គឺនៅតែស្ទាក់ស្ទើរអញ្ចឹងទាំងពេលដែលបាននិយាយបែបហ្នឹងហើយពួកគាត់ទាំងអស់គ្នាក៏បានចែកផ្លូវគ្នាត្រឹមតែប៉ុណ្្នឹងទៅចំណែកលោកលីនវិញមើលទៅគាត់ដូចជាផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ឲ្យទៅកាន់ហ៊ួននោះទាំងឥឡូវនឹងហ៊ួនគាត់ក៏បានដើរមកដល់មុខបន្ទប់របស់គាត់វិញហើយគាត់ក៏បានឃើញទៅកាន់មិត្តភ័ក្តិរបស់គាត់ម្នាក់ស៊ូលីនឹងទាំងគាត់ក៏បានសួរទៅកាន់ស៊ូលីស្មាននឹងហើយស៊ូលីនឹងគឺទៅណាចំពោះស៊ូលីវិញគាត់អត់អាចគេងនៅក្នុងបន្ទប់នឹងបានទៀតទេដោយសារតែមានមិត្តភ័ក្តិម្នាក់គឺបាត់ម៉ាស៊ីនត្រជាក់នោះអញ្ចឹងគាត់ក្តៅស្អុះគាត់គឺមិនអាចគេងបានគាត់គឺទៅគេងនៅខាងក្រៅប្រាប់បែបនឹងទៅកាន់ហ៊ួនហើយសូម្បីតែហ៊ួនហាមឃាត់ក៏គាត់នឹងគឺមិនស្ដាប់ដែរឥឡូវហ៊ួនគាត់ក៏បានមកដល់ក្នុងបន្ទប់របស់គាត់វិញហើយគឺឃើញមិត្តភ័ក្តិរបស់គាត់ហួងលូនឹងទាំងហួងលូវិញគាត់ក៏បានសញ្ញោឲ្យទៅកាន់ហ៊ួនដោយសារតែឥឡូវនឹងគឺបាត់មិត្តភ័ក្តិរបស់គាត់នឹងគឺម្នាក់នឹងនោះចំពោះហ៊ួនមិនគាត់នឹងគឺហ៊ានទៅនិយាយជាមួយនឹងលូស៊ីននឹងគឺត្រង់ទៅអ្នកទាំងអស់គ្នាហើយអាពេលដែលកំពុងតែអៀនគ្នាទៅវិញទៅមកនឹងអ្នកដែលស្រង់អវត្តមានជាមួយនឹងឈ្មោះនៅខាងក្នុងនឹងគាត់ក៏បានគោះទ្វារនៅខាងក្រៅអញ្ចឹងទៅធ្វើឲ្យទៅកាន់ពួកគាត់ពីរនាក់នេះកំពុងតែរៀបចំកន្លែងឲ្យទៅកាន់លូស៊ីនឹងដោយសារតែមិនចង់ឲ្យទៅកាន់លូស៊ីនឹងគឺអវត្តមាននឹងនោះរៀបចំកន្លែងឲ្យគាត់ក៏បានមកបើកទ្វារអញ្ចឹងទៅអ្នកនឹងគាត់ក៏បានចូលមកដល់ដើម្បីស្រង់អវត្តមានថាពីណាគេនឹងគឺអត់បាន
បានមកខ្លះថ្ងៃហ្នឹងអញ្ចឹងតបងវិញគាត់ក៏បានហៅឈ្មោះទៅកាន់ហ៊ួនហៅឈ្មោះទៅកាន់លូស៊ីនក៏ដូចជាមួយនឹងហៅឈ្មោះទៅកាន់ហ៊ួនលូនឹងដែរហើយពួកគាត់3នាក់ហ្នឹងគឺហៅហើយនៅសល់តែម្នាក់ទៀតគឺជាស៊ូលីនឹងនោះហើយពួកគាត់3នាក់ហ្នឹងក៏បានប្រាប់ថាស៊ូលីនឹងប្រហែលជាគាត់នឹងគឺគេងលក់បាត់ហើយនិយាយបែបហ្នឹងហើយអ្នកហៅឈ្មោះហ្នឹងគឺចង់នឹងចាញ់ហ្នឹងប៉ុន្តែគាត់គឺឆ្ងល់ដូចជាមិនត្រឹមត្រូវទេគេលក់មិនក៏ដាស់បានដែរអញ្ចឹងគាត់ក៏បានព្យាយាមឡើងទៅខាងលើអត់មានបានឃើញតកាន់ស៊ូលីនោះទេទាំងអត់មានបានឃើញតកាន់ស៊ូលីបែបហ្នឹងមានអីពួកគាត់ទាំង3នាក់ហ្នឹងគឺត្រូវមាត់ទាំងអស់គ្នាតែម្ដងដោយសារតាហ៊ានលាក់បាំងមិត្តភ័ក្តិរបស់គាត់នឹងនោះអវត្តមានហើយគាត់ក៏បានចាក់ចេញទៅខាងក្រៅបាត់ធ្វើឲ្យតកាន់ហ៊ួនក៏ដូចជាមួយនឹងគ្នារបស់គាត់ក៏ជួយអស់ពីសមត្ថភាពហើយតែធ្វើមិនទេកាត់មកសកម្មភាពព្រឹកថ្ងៃថ្មីនៅឯក្នុងសាលារបស់ពួកគាត់ទាំងអស់គ្នានឹងទៀតហើយក៏ជាម៉ោងរៀនដែរអញ្ចឹងអ្នកទាំងអស់គ្នាកំពុងតែរងចាំគ្រូអញ្ចឹងទៅតែព្រឹកនឹងដូចជាបានបាត់ជាមួយនឹងស៊ូលីមិនទាន់មកដល់នោះទេធ្វើឲ្យតកាន់គ្នារបស់គាត់ពីរនាក់ហ្នឹងក៏កំពុងតែប្រំចំណែកគ្រូដែលបានបរៀនម៉ោងហ្នឹងគាត់ក៏បានចូលមកដល់នៅពេលដែលបានចូលមកដល់លោកគ្រូវិញគាត់ក៏បានហៅវត្តមានអញ្ចឹងទៅនៅពេលដែលបានហៅវត្តមាននឹងហ៊ួនក៏ដូចជាមួយនឹងហ៊ួនលូពួកគាត់ទាំងពីរក៏បានលើកដៃប៉ុន្តែនៅពេលដែលបានដល់ឈ្មោះរបស់ស៊ូលីនឹងនោះបារម្ភថាអត់មានស៊ូលីនឹងគឺមកទេប៉ុន្តែនៅពេលហ្នឹងបែរជាហ៊ុនស៊ីនវិញគាត់ក៏បានឆ្លើយជំនួសទៅកាន់ស៊ូលីអញ្ចឹងទៅហើយគាត់គឺសុកចិត្តអវត្តមានខ្លួនគាត់វិញធ្វើឲ្យពីរអ្នកហ៊ួនក៏ដូចជាមួយនឹងលួងលូនឹងពួកគាត់ទាំងពីរអ្នកហ្នឹងក៏មានអារម្មណ៍ថាវាអញ្ចឹងទៅវិញណោះប៉ុន្តែហ៊ូស៊ីនវិញគាត់ក៏បានប្រាប់ទៅកាន់ពួកគាត់ពីរអ្នកនឹងវិញថាប្រហែលជាថ្ងៃស្អែកគាត់នឹងរើចេញពីបន្ទប់ហើយមិនចង់រំខានទៅកាន់មិត្តភ័ក្តិរបស់គាត់នឹងគឺបន្តទៀតទេមិនចង់ជាបញ្ហាដោយខ្លួនគាត់នឹងគឺតែមួយគឺប៉ះពាល់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់នៅឯក្នុងបន្ទប់ទាំងអស់គ្នាចំណែកហ៊ួននៅពេលដែលគាត់នឹងគឺបានស្ដាប់ឮហើយក៏គាត់នឹងគឺមិនបានហាមឃាត់ទៅកាន់ហ៊ូស៊ីនដែរនេះជាការសម្រេចចិត្តរបស់ហ៊ូស៊ីននឹងនោះនៅពេលដែលពួកគាត់ទាំងអស់គ្នានឹងគឺបញ្ចប់ជាមួយនឹងម៉ោងរៀនហើយឥឡូវនឹងពួកគាត់ក៏បានមកញ៉ាំអាហារជាមួយនឹងគ្នាមកពេលយ៉ាងច្រើនចំណែកស៊ូលីវិញគាត់ក៏បានចូលមកដល់នៅពេលដែលបានឃើញម្ហូបច្រើនបែបហ្នឹងគាត់ក៏បានសួរទៅកាន់មិត្តភ័ក្តិរបស់គាត់ពីរនាក់ហ្នឹងតើនឹងមានរឿងអីដើម្បីនិយាយជាមួយនឹងគាត់មែននិយាយត្រង់ជាមួយនឹងគាត់មកចំពោះហ៊ួនវិញគាត់ក៏មិនបានលាក់បាំងដែរថាមានទាំងរឿងល្អមានទាំងរឿងអាក្រក់អញ្ចឹងនឹងប្រាប់ឲ្យទៅកាន់ស៊ូលីនឹងគឺបានដឹងទាំងអស់រឿងទី1ណាក្នុងសាលាហ្នឹងលោកគ្រូគឺបានហៅវត្តមានហ្នឹងគឺអវត្តមានរបស់ស៊ូលីហ្នឹងគឺ2 3ដងហើយធ្វើឲ្យតកាន់លោកគ្រូក៏បានពិន័យឈ្មោះរបស់ស៊ូលីអញ្ចឹងទៅហើយចំណែករឿងល្អវិញនៅពេលដែលបានហៅឈ្មោះស៊ូលីហ្នឹងហ៊ូស៊ីនវិញគាត់គឺជាអ្នកឆ្លើយជំនួសឲ្យតកាន់ស៊ូលីហើយគាត់គឺសុកចិត្តអវត្តមានខ្លួនគាត់ហើយរឿងមិនល្អមួយទៀតហ៊ូស៊ីនវិញគាត់គឺនឹងរើចេញពីបន្ទប់នៅពេលថ្ងៃស្អែកហ្នឹងហើយចំណែកស៊ូលីនៅពេលដែលគាត់នឹងគឺបានស្ដាប់ឮហើយគាត់ក៏អត់មានប្រតិកម្មដែរប៉ុន្តែពេលហ្នឹងអ្នកដែលបានធ្វើការនៅខាងក្នុងហាងមួយហ្នឹងគឺជាហ៊ូស៊ីនអញ្ចឹងគាត់ក៏បានលើកអាម្ហូបដែលគាត់នឹងគឺបានកំងគឺតានដាក់នៅលើតុហ្នឹងតែម្ដងអ្នកទាំងអស់គ្នាឃើញបែបហ្នឹងប្រកាសជាយល់ហេតុអីបានហ៊ូស៊ីននឹងគឺបដិសេធគឺបិទម៉ាស៊ីនត្រជាក់ហ្នឹងនោះដោយសារតែគាត់នឹងគឺជាអ្នកក្រឲ្យមើលទៅបានគាត់នឹងគឺធ្វើបែបហ្នឹងនោះមិត្តភ័ក្តិរបស់គាត់3នាក់នៅពេលដែលបានឃើញទៅកាន់ហ៊ូស៊ីនពួកគាត់វិញគឺមានអារម្មណ៍ថាពិតជាអាណិតទៅកាន់ហ៊ូស៊ីននឹងខ្លាំងមែនទែនទាំងហ៊ូស៊ីនវិញដោយសារតែគាត់នឹងគឺជាប់បំពេញតួនាទីការងាររបស់គាត់នៅខាងក្នុងហាងហ្នឹងអញ្ចឹងក៏គាត់នឹងគឺមិនបាននិយាយជាមួយនឹងពួកគ្នារបស់គាត់3នាក់នឹងដែរអ្នកនៅកន្លែងហ្នឹងក៏បានហៅទៅកាន់ហ៊ូស៊ីននឹងគឺទៅនិយាយដោយសារតែម្ហូបគឺវាមិនល្អអញ្ចឹងទៅក៏បានស្ដីឲ្យទៅកាន់ហ៊ូស៊ីនស្ដីយោហ៊ូស៊ីនវិញគាត់ក៏បានសុំទោសទៅកាន់ភ្ញៀវរបស់គាត់អញ្ចឹងទៅប៉ុន្តែភ្ញៀវមុនហ្នឹងគាត់ក៏បានស្ដីឲ្យទៅកាន់ហ៊ូស៊ីនស្ដីកាន់តែខ្លាំងជាងមុនទៀតចំណែកហ៊ួននៅពេលដែលបានស្ដាប់ឮបែបហ្នឹងហើយគាត់ក៏បានជួយមកកាន់ជើងទៅកាន់ហ៊ូស៊ីននឹងទៀតសូម្បីតែមិត្តភ័ក្តិរបស់គាត់នៅកន្លែងហ្នឹងក៏បានជួយកាន់ជើងទៅកាន់ហ៊ូស៊ីនកុំឲ្យតែភ្ញៀវនឹងគឺនិយាយអាក្រក់ហ្នឹងគឺខ្លាំងពេកដាក់ទៅកាន់ហ៊ូស៊ីននឹងនោះរហូតដល់ភ្ញៀវមកក្រុមហ្នឹងគឺញ៉ាំលេងឆ្ងាញ់ហើយអញ្ចឹងគាត់ក៏បានដើរចាក់ចេញទៅខាងក្រៅហ្នឹងគឺបាត់ទៅបន្ទាប់ពីរឿងហ្នឹងគឺបានកន្លងផុតទៅហើយឥឡូវហ្នឹងគឺពេលយប់ក៏បានមកដល់របស់ពួកគាត់ទាំងអស់គ្នាហ្នឹងហើយពេលយប់គឺបានមកដល់ហាងគឺវាស្ងាត់ជ្រាបអញ្ចឹងដល់ពេលដែលហ៊ុនស៊ីននឹងគាត់គឺត្រឡប់ទៅផ្ទះវិញនោះតែមើលទៅមិត្តភ័ក្តិរបស់ពួកគាត់ទាំងអស់គ្នានៅកន្លែងហ្នឹងគឺមិនទាន់ត្រឡប់ទេដោយសារតែគាត់នឹងគឺនឹងមានរឿងអីមួយដើម្បីនិយាយជាមួយនឹងហ៊ុនស៊ីននឹងគឺបន្តទៀត
ឥឡូវនឹងគាត់គឺបានដឹងថាហ៊ុនស៊ីននឹងគឺប្រកាសជាខ្វះថវិកាដើម្បីបងថ្លៃជាមួយនឹងម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់របស់ពួកយើងនឹងនោះអញ្ចឹងពួកគាត់ទាំង3នាក់ហ្នឹងក៏បានយល់ព្រមសហការជាមួយនឹងគ្នាមិនឲ្យទៅកាន់ហ៊ុនស៊ីននឹងគាត់គឺចេញថ្លៃម៉ាស៊ីនត្រជាក់នោះទេចាំទុកឲ្យទៅកាន់ពួកគាត់3នាក់ហ្នឹងគឺជួយចេញឲ្យក៏បានដែរឬបែបនឹងហើយហ៊ុនស៊ីនវិញគាត់ក៏មានអារម្មណ៍ថាក្រែងចិត្តទៅកាន់មិត្តភក្តិរបស់គាត់ដែរប៉ុន្តែមិត្តភក្តិរបស់គាត់3នាក់ហ្នឹងគឺបានយល់ស្របជាមួយនឹងគ្នាហើយអីក៏ធ្វើឲ្យទៅកាន់ទំនាក់ទំនងរបស់ពួកគាត់ទាំងពីរនាក់ហ្នឹងគឺមានការល្អប្រសើរជាមួយនឹងគ្នានៅពេលហ្នឹងដែរបន្ទាប់ពីពួកគាត់ហ្នឹងគឺបានដោះស្រាយជាមួយនឹងបញ្ហាជាមួយនឹងគ្នាបែបហ្នឹងនោះបន្ទាប់ពីបាននិយាយជាមួយនឹងគ្នាហ្នឹងគឺស្រស់ស្រួលគ្នាត្រូវគ្នាបែបហ្នឹងស៊ូលីគឺឈប់ខឹងទៅកាន់ហ៊ុនស៊ីនបែបហ្នឹងហើយអញ្ចឹងក៏បានលើកស្រាមកែវមកដើម្បីចូលគ្នាអបអរសាទរមិត្តភាពនៅក្នុងបន្ទប់របស់ពួកគាត់ទាំង4នាក់ហ្នឹងគឺបន្តទៀតបន្ទាប់ពីបាននិយាយត្រូវគ្នានៅខាងក្នុងហាងគឺមកឆ្អែតឆ្អន់ហើយនៅពេលដែលពួកគាត់ទាំងអស់គ្នានឹងគឺមកដល់ក្នុងបន្ទប់វិញអ្នកទាំងអស់គ្នាមើលសកម្មភាពរបស់មិត្តភក្តិរបស់ពួកគាត់4នាក់នឹងទៅថាពួកគាត់នឹងគឺបលែងគ្នាសប្បាយជាមួយនឹងគ្នានឹងគឺប៉ុណ្ណាអត់ដូចពីមុនទេឲ្យតែចូលមកដល់ក្នុងបន្ទប់គឺមើលមុខគ្នាគឺវាមិនត្រូវឥឡូវវិញជឿចូលមកដល់ក្នុងបន្ទប់គឺជាពេលវេលាដែលពួកគាត់ទាំងអស់គ្នានឹងគឺសប្បាយជាមួយនឹងគ្នាខ្លាំងបំផុតយប់មិញគឺជាយប់ដែលពួកគាត់ទាំងអស់គ្នានឹងគឺបានឆ្លងកាត់ដល់សប្បាយជាមួយនឹងគ្នាអស់រយៈពេលឡើងមកយប់ពេញហើយពេលលឹមអស់ឡើងអ្នកទាំងអស់គ្នាមើលទៅកាន់ហ៊ូស៊ីនទៅទិញរបស់ញ៉ាំជាច្រើនចំណែកស៊ូលីវិញគាត់ក៏បានចូលមកនៅលើក្តៅរបស់គាត់ក៏មានរបស់ញ៉ាំទៀតម្នាក់នៅពេលដែលបានចូលមកដល់ខាងក្នុងបន្ទប់នឹងគឺមានរបស់ញ៉ាំនឹងគឺគ្រប់គ្នានឹងតែម្ដងធ្វើឲ្យទៅកាន់គ្នារបស់ពួកគាត់4នាក់នឹងគឺរបស់ញ៉ាំនៅលើតុគឺពិតជាច្រើនមិនដឹងថាពួកគាត់នឹងគឺញ៉ាំអស់ឬក៏អត់នោះទេហើយនៅថ្ងៃគឺជាថ្ងៃទី1ដែលពួកគាត់នឹងគឺបានយល់ចិត្តគ្នាត្រូវគ្នាបែបហ្នឹងបានធ្វើឲ្យទំនាក់ទំនងគឺកាន់តែវិវត្តជាមួយនឹងគ្នាទៀតហើយចំណែកហ៊ុនវិញគាត់ក៏បានយករបស់ញ៉ាំខ្លះដោយសារតែគាត់នឹងគឺត្រូវទៅសាលានឹងគឺភ្លាមនឹងនោះអញ្ចឹងប្រាប់ឲ្យទៅកាន់អ្នកទាំងអស់គ្នាបាយសិនហើយញ៉ាំអាហារពេលព្រឹកជុំគ្នាចោហើយអាហារពេលព្រឹកដែលហ៊ួនគឺបានយកមកមុនហ្នឹងអ្នកទាំងអស់គ្នានេះការពិតគាត់យកឲ្យទៅកាន់ស៊ីឈីនឹងគឺបានញ៉ាំសចំពោះស៊ីឈីវិញអាហារដែលហ៊ុននឹងគឺយកឲ្យប៉ុណ្្នឹងហើយចាំការទៀតហត់យកញ៉ាំយកបួងយកមើលតើគឺពិតជាឆ្ងាញ់អស់ចាដល់កហើយចំណែកហ៊ុនឃើញគេញ៉ាំរបស់ខ្លួនគាត់នឹងគឺឆ្ងាញ់បែបហ្នឹងប្រកាសជាសប្បាយចិត្តស៊ីឈីឃើញទៅកាន់ហ៊ុននឹងគឺសប្បាយចិត្តប្លែកក៏គាត់នឹងគឺសួរទៅកាន់ហ៊ុនដែរហ៊ុនគឺដោះសម័យការមិត្តភក្តិរបស់គាត់បានអញ្ចឹងបានគាត់នឹងគឺសប្បាយចិត្តមិត្តភក្តិក៏បានផ្ញើសារមកសួរទៅកាន់ហ៊ុនថាអាហារដែលយកមកនឹងគឺឲ្យទៅកាន់ពីណាគេខ្លះអញ្ចឹងទៅចំពោះហ៊ុនវិញនេះគាត់ក៏បានថតរូបរបស់ស៊ីឈីកំពុងតែញ៉ាំនឹងហើយគាត់ក៏បានផ្ញើឲ្យទៅកាន់មិត្តភក្តិរបស់គាត់មើលនៅពេលនឹងទៀតខូចមែនតើហ៊ុនអញ្ចឹងប្រកាសជាមិត្តភក្តិរបស់គាត់នឹងគឺដឹងថាហ៊ុននឹងគឺចង់បានអីពិតប្រាកដហើយទាំងពេលដែលកំពុងតែញ៉ាំសប្បាយចិត្តរីករាយជាមួយនឹងស៊ីឈីនឹងផងអ្នកទាំងអស់គ្នាហើយស្រាប់តែពេលនឹងដែលលោកលីនហើយក៏ដូចជាមួយនឹងឌូវៃវិញពួកគាត់ទាំងពីរក៏បានចូលមកដល់ខាងក្នុងឌូវៃវិញគាត់ក៏បានប្រាប់រឿងជាអកុសលមួយឲ្យទៅកាន់ហ៊ុននឹងគឺបានដឹងថ្នាក់សិល្បៈក្បាច់គុនដែលហ៊ុននឹងគឺស្នើសុំជាមួយលោកលីនឥឡូវនឹងគាត់គឺបានបដិសេធបាត់ហើយដោយសារតែឌូវៃគាត់កំពុងតែរៀបចំថ្នាក់សិល្បៈអញ្ចឹងទៅសិល្បៈក្បាច់គុនរបស់ហ៊ុនវិញគឺទុកមកដំសិនចំពោះហ៊ុននៅពេលដែលគាត់នឹងគឺស្ដាប់ឮហើយក៏សេតដែរចំណែកស៊ីឈីវិញនៅពេលដែលគាត់នឹងគឺស្ដាប់ឮគាត់ក៏មិនចង់ឲ្យរឿងនឹងកើតឡើងដែរប៉ុន្តែឌូវៃវិញក៏បានហៅទៅកាន់ស៊ីឈីនឹងគឺចូលទៅក្នុងក្រុមសិល្បៈជាមួយនឹងគាត់វិញស៊ីឈីវិញគាត់គឺមិនសប្បាយចិត្តជាមួយរឿងរបស់ឌូវៃនឹងគាត់គឺធ្វើដាក់ទៅកាន់ហ៊ុនទេប៉ុន្តែបែរជាគាត់នឹងគឺយកព្រមតាមសំណើរបស់ឌូវៃនឹងគឺស្នើគាត់នឹងគឺចូលក្នុងក្រុមសិល្បៈវិញមើលកសែភ្នែកដែលឌូវៃនឹងគាត់គឺបានមើលទៅកាន់ស៊ីឈីទៅកសែភ្នែកហ្នឹងគឺជាកសែភ្នែកដែលលួចស្រឡាញ់ទៅកាន់បណ្ណាគេម្នាក់អញ្ចឹងចំណែកហ៊ុនវិញក៏បានប្រាប់ទៅកាន់ស៊ីឈីនឹងឲ្យទៅកាន់ស៊ីឈីនឹងគឺទៅចោះអត់អីទេរឿងរបស់គាត់នោះស៊ីឈីវិញហ៊ុននឹងគឺបើកដៃឲ្យគាត់ទៅហើយណាមួយទៀតឌូវៃនឹងគឺស្នើសុំគាត់ជាច្រើនដងអញ្ចឹងបានគាត់នឹងគឺដើរចាក់ចេញទៅខាងក្រៅជាមួយនឹងឌូវៃនៅពេលនឹងបាទចំណែកលោកលីនវិញអ្នកទាំងអស់គ្នាអាហ្នឹងគឺជាអ្វីដែល
គាត់នឹងគឺរៀបចំជាមួយនឹងហ៊ុនដែរប៉ុន្តែឥឡូវនឹងគឺត្រូវគេនឹងគឺបដិសេធ reject បាត់ហើយធ្វើឲ្យតែការលោកលីនគាត់ដូចជាមួយនឹងហ៊ុននៅពេលហ្នឹងកំពុងតែសេតទោះបីជាគាត់នឹងគឺសេតកែប្រែយ៉ាងម៉េចក៏គាត់នឹងគឺកែប្រែមិនបានដែរតែមហេច្ឆតារបស់គាត់គឺពិតជាចង់ឲ្យរឿងមួយនឹងគឺកាត់ឡើងមែនទែនដូចវ័យមិញគាត់ក៏បាននិយាយពាក្យចុងក្រោយដែរថាការរៀបចំក្បាច់គុណនឹងគឺវាចាស់កម្រិលពេកក៏ធ្វើឲ្យតែកាន់ហ៊ុនគាត់ក៏បានឆ្ងល់ហេតុអីបានចាស់កម្រិលចំណែកលោកលីនវិញគាត់ក៏រៀបចំផែនការបន្តទៀតជាមួយនឹងហ៊ុនឲ្យតែកាន់ហ៊ុននឹងគឺរៀបចំផែនការនឹងឲ្យលំអិតមកដើម្បីឲ្យហ៊ុននឹងគឺធ្វើផែនការនឹងគឺចេញឡើងហើយអ្នកទាំងអស់គ្នាដែលឃើញផែនការរបស់ហ៊ុនហើយគឺពិតជាចាប់អារម្មណ៍ចំពោះគោលការណ៍ធំបំផុតរបស់ហ៊ុនគឺចង់ផ្នែកទៅកាន់ស្ត្រីក្បាច់គុណនឹងបើសិនជាស្រីនឹងគឺចេះហើយស្រីគឺអាចយកក្បាច់គុណនឹងគឺមកការពារខ្លួនបានទៀតនៅពេលដែលមានពីណាគេម្នាក់នឹងគឺចង់ធ្វើបាបខ្លួនគាត់លោកលីននៅពេលដែលបានឮបែបហ្នឹងគឺកាន់តែទុកចិត្តទៅលើហ៊ុនអញ្ចឹងគាត់នឹងផ្ដោតតួនាទីទាំងអស់ឲ្យទៅកាន់ហ៊ុនជាអ្នកចាត់ការចំពោះហ៊ុនវិញចាំមើលតើគាត់នឹងគឺរៀបចំផែនការអ្វីបន្តទៀតទៅកលែងមកមើលខាងផ្នែកសិល្បៈរបស់ឌូវៃវិញខាងផ្នែកសិល្បៈរបស់ឌូវៃវិញមនុស្សពិតជាច្រើនចូលរួមជាមួយនឹងឌូវៃនឹងខ្លាំងមែនទែនតែឌូវៃវិញមើលទៅគាត់គឺនៅតែក្បែរជាមួយនឹងស៊ីឈីរហូតទាំងគាត់នឹងគឺសួរទៅកាន់ស៊ីឈីតាស៊ីឈីនឹងគឺនៅខ្វះខាតកន្លែងណាឥឡូវនឹងគាត់រៀបចំកាត់ក្អាយជាពិសេសឲ្យទៅកាន់ស៊ីឈីនឹងទៀតចូលមកគៀកទៅកាន់ស៊ីឈីហើយចាប់ដើមវាស់ស្មាចាប់ដើមវាស់ខ្លួនមើលទៅគាត់គឺពិតជានៅគៀកជាមួយនឹងស៊ីឈីនឹងខ្លាំងមែនទែនចំពោះស៊ីឈីវិញគាត់អត់ខ្វល់ណាឈោថ្មឹងឲ្យគេនឹងគឺវាស់ទៅឲ្យគេនឹងគឺធ្វើទៅហើយនៅពេលហ្នឹងគឺមានមិត្តភ័ក្តិរបស់ហ៊ុនគឺនៅក្បែរនឹងទៀតគឺជាស៊ូលីនៅពេលដែលបានឃើញបែបហ្នឹងតិចគាត់យករឿងមួយនោះគឺរាយការណ៍ឲ្យទៅកាន់ហ៊ុនគឺបានដឹងទៅស៊ីឈីវិញគាត់នៅតែមិនទាន់អស់ចិត្តអញ្ចឹងគាត់ក៏បានសួរទៅកាន់ឌូវៃហេតុអីបានឌូវៃនឹងគឺមិនយល់ព្រមឲ្យទៅកាន់ហ៊ុននឹងគឺបើកថ្នាក់ក្បាច់គុណរបស់គាត់អញ្ចឹងចំណែកឌូវៃវិញក៏បានប្រាប់យ៉ាងខ្លីថាផ្នែកក្បាច់គុណហ្នឹងគឺវិហួសសម័យហើយអញ្ចឹងបើកមកក៏អត់មានពីណាគេនឹងគឺចង់ចូលរួមថ្នាក់នឹងគឺច្រើនដែរប្រាប់បែបហ្នឹងឲ្យទៅកាន់ស៊ីឈីចំពោះស៊ីឈីវិញគាត់គឺសួរប៉ុណ្្នឹងឯងបើគេឆ្លើយបែបហ្នឹងគាត់ក៏អត់ដឹងថាធ្វើអាម៉េចបន្តទៀតដែរប៉ុន្តែពាក្យចុងក្រោយគឺសុំឲ្យទៅកាន់ឌូវៃនឹងគឺគិតសារជាថ្មីអំពីថ្នាក់ក្បាច់គុណនឹងគឺម្ដងទៀតទៅកលែងមកមើលនៅខាងក្នុងបន្ទប់របស់ហ៊ុនវិញហ៊ុនក៏កំពុងតែចងំធ្វើផែនការរបស់គាត់នឹងតែមើលទៅការធ្វើរបស់គាត់ដោយសារតែអារម្មណ៍គឺមិនមូលគាត់គឺធ្វើមិនបានជោគជ័យទេមិត្តភ័ក្តិវិញគឺឃើញអារម្មណ៍របស់ហ៊ុនបែបហ្នឹងក៏គាត់នឹងគឺមានអារម្មណ៍ថាអាណិតទៅកាន់ហ៊ុនដែរចំពោះហ៊ុនវិញអ្នកទាំងអស់គ្នាមើលទៅមិនដឹងថាគាត់នឹងគឺគិតទៅដល់ណាទេគួរតែរៀបចំផែនការមិនឲ្យគេនឹងគឺចាប់អារម្មណ៍ខ្លាំងទៅគិតច្រើនមិត្តភ័ក្តិវិញនៅពេលដែលបានឃើញតកាន់ហ៊ុនបែបហ្នឹងក៏គាត់នឹងគឺព្យាយាមជួយមកលើកទឹកចិត្តតកាន់ហ៊ុននឹងគឺខ្លះដែរពេលដែលបានលើកទឹកចិត្តទៅកាន់ហ៊ុនហ្នឹងអ្នកទាំងអស់គ្នាស៊ូលីវិញគាត់ក៏បានប្រាប់អំពីរឿងដែលគាត់នឹងគឺបានឃើញទៅកាន់ឌូវៃនឹងគឺនៅក្បែរជាមួយនឹងស៊ីឈីកាលពីថ្ងៃមិញមើលកសែភ្នែកដែលឌូវៃនឹងគឺបានមើលទៅកាន់ស៊ីឈីហ្នឹងដូចជាកសែភ្នែកហ្នឹងគឺចង់ស៊ីទៅកាន់ស៊ីឈីហ្នឹងអញ្ចឹងហ៊ុននៅពេលដែលគាត់នឹងគឺបានស្ដាប់ឮហើយមិនគាត់នឹងគឺនឹកឃើញអារឿងមួយគឺជារឿងដែលគាត់នឹងគឺឃើញកសែភ្នែករបស់ឌូវៃនឹងគឺមើលទៅកាន់ស៊ីឈីដែរនោះអញ្ចឹងគាត់គឺពិតជាបារម្ភមែនទែនប៉ុន្តែក្នុងចិត្តរបស់គាត់មិនបច្ចេកឲ្យទៅកាន់មិត្តភ័ក្តិរបស់គាត់នឹងគឺបានដឹងទេដោយចិត្តរបស់គាត់ឥឡូវកំពុងតែគិតជាមួយនឹងសិល្បៈក្បាច់គុណរបស់គាត់នេះសូម្បីតាហ៊ូស៊ីននៅពេលហ្នឹងគាត់ក៏បានព្យាយាមលើកទឹកចិត្តទៅកាន់ហ៊ុនថាការធ្វើរបស់ហ៊ុននៅពេលណាមួយប្រកាសជាស្រីនឹងគឺបានយល់ច្បាស់ដោយសារតាហ៊ុននឹងគឺនឹងអាចជួយសម្រួលទៅកាន់ស្រីនឹងបានអាចឲ្យទៅកាន់ស្រីនឹងគឺចេះហើយស្រីនឹងគឺអាចការពារអំពីមនុស្សប្រុសអាក្រក់ដែលបំណងនឹងធ្វើបាបទៅកាន់ពួកគាត់នឹងនោះនិយាយបែបហ្នឹងហើយធ្វើឲ្យទៅកាន់ហ៊ុនវិញគឺកាន់តែមានកម្លាំងចិត្តក្នុងការធ្វើការងារមួយនឹងខ្លាំងមែនទែនទាំងពេលដែលកំពុងតែមានកម្លាំងចិត្តបែបហ្នឹងគាត់គឺនឹងចង់បង្ហាញក្បាច់គុណការពារខ្លួនឲ្យទៅកាន់មិត្តភ័ក្តិរបស់គាត់នឹងគឺបានមើលថែមទៀតចំណែកមិត្តភ័ក្តិរបស់គាត់នៅពេលហ្នឹងគឺជាហ៊ុនលូវិញគាត់គឺនឹងជួយជាមួយនឹងហ៊ុននឹងគឺដែរហើយ
ហ៊ុនបន្ទាប់ពីបាននឹកឃើញផែនការរបស់គាត់កាលពីយប់មិញហើយឥឡូវហ្នឹងក៏បានយកមកប្រាប់ទៅកាន់លោកលីននៅពេលដែលបានស្ដាប់ចប់ហើយគាត់ក៏គឺគិតថាផែនការហ្នឹងគឺពិតជាអែមខ្លាំងមែនទែនមើលទៅគាត់និយាយប្រើហ្នឹងអាស្វានៅជាប់ដៃរបស់គាត់សម្បាច់ឡើងខ្ទេចខ្ទីអស់លេងហើយហ៊ុនឃើញបែបហ្នឹងហើយប្រាប់ទៅកាន់លោកលីនកុំធ្វើបាបឆ្វារបស់គាត់អីធ្វើបាបចឹងដូចជាធ្វើទរណកម្មគ្នាពេកហើយនោះលោកលេនវិញគាត់មិនចាំយូរទេគាត់ក៏បានខលទៅកាន់ប្រធានសាលាហ្នឹងគឺដើម្បីសមនឹងនោះតែគាត់តែខលចូលលឺសម្លេងទៅកាន់លោកលេនភ្លាមចុចលេខទូរស័ព្ទបិទលោកលេនបាត់ធ្វើឲ្យទៅកាន់លោកលេនគឺកាន់តែសែតសូម្បីតែហ៊ុនវិញឥឡូវនឹងពួកយើងគួរតែដើរផ្លូវមួយណាបន្តទៀតទៅនេះលោកលីនវិញមើលទៅគាត់គឺនៅតែមិនបោះបង់ទេគាត់គឺទុកចិត្តទៅកាន់ហ៊ុននឹងខ្លាំងមែនទែនហើយគាត់គឺស្ដាប់ជាមួយនយោបាយរបស់ហ៊ុនមុនហ្នឹងគឺគិតថាយោបល់របស់ហ៊ុនគឺពិតជាល្អខ្លាំងដោយសារតែលើនឹងគេមិនទាន់ចាប់អារម្មណ៍តែសិនតែគេនឹងគឺចាប់អារម្មណ៍ប្រកាសជាមានមនុស្សច្រើនហើយអញ្ចឹងបន្តមកទៀតគាត់ក៏បាននាំទៅកាន់ហ៊ុនមកបន្ទប់បោកចំបាប់ដោយសារតែបន្ទប់ហ្នឹងគាត់គឺនឹងយកធ្វើជាបន្ទប់ក្បាច់គុណរបស់ពួកគាត់ទាំងអស់គ្នានៅពេលដែលបានបើកនឹងនោះចំពោះហ៊ុនវិញគាត់ក៏បានមើលឆ្វេងស្ដាំនឹងដូចអត់មានមនុស្សម្នាក់នៅជុំវិញនឹងអញ្ចឹងចូលមកមិនកើតហើយនៅពេលដែលបានចូលមកដល់ខាងក្នុងលោកលីនវិញគាត់ក៏បានប្រាប់ថាបន្ទប់នឹងគឺជាបន្ទប់ដែលគាត់នឹងគឺហាត់ចំបាប់កាលពីមុនឥឡូវនឹងគឺនឹងរៀបចំបន្ទប់នឹងជាពិសេសសម្រាប់ពួកយើងចំណែកនៅខាងក្នុងបន្ទប់នឹងគឺវាអញ្ញាញ៉ៃខ្លាំងពេកលោកលីនវិញគាត់គឺនឹងផ្ដល់ទូនាទីមួយនឹងឲ្យទៅកាន់ហ៊ុននឹងគឺជាអ្នករៀបចំតទៀតហើយចំពោះហ៊ុនវិញរៀបចំស្អីបន្ទប់នឹងគឺវាញ៉ាញ៉ៃសឹងអីនឹងគាត់រៀបចំតែម្នាក់ឯងមិនកើតលោកលីនវិញសំចេញទៅខាងក្រៅបាត់ទុកអ្វីៗទាំងអស់នឹងឲ្យទៅកាន់ហ៊ុនជាអ្នករៀបចំបន្តរៀបចំចប់ហើយឥឡូវនឹងហ៊ុនក៏ដូចជាមិត្តភ័ក្តិរបស់គាត់កំពុងតែចែកលិខិតអ្វីដែលគាត់នឹងគឺនឹងបង្ហាញនឹងនោះទាំងពេលដែលកំពុងតែចែកនឹងទិនឈីវិញគាត់ក៏បានមកដល់អញ្ចឹងគាត់ក៏បានឃើញអាមួយនឹងធ្វើឲ្យគាត់នឹងគឺពិតជាចាប់អារម្មណ៍មែនទែននៅពេលដែលទិនឈីនឹងគឺចាប់អារម្មណ៍បែបហ្នឹងទិនឈីវិញគាត់គឺស្ម័គ្រចិត្តដើម្បីជួយទៅកាន់ហ៊ុននៅពេលនឹងបាត់ធ្វើឲ្យទៅកាន់ហ៊ុនវិញគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនអញ្ចឹងឥឡូវនឹងទីនឈីវិញក៏បានប្រាប់ទៅកាន់ហ៊ុនថាគាត់គឺនឹងទៅយកអារបបដូចជាកងដូចជាអារបបវាយកីឡាក៏អីអញ្ចឹងណាដើម្បីឲ្យទៅកាន់ហ៊ុននឹងគឺយកទៅទុកនៅខាងក្នុងក្លឹបរបស់គាត់នឹងនោះមិនចាំយូរទេពួកគាត់ទាំងពីរគឺរត់ទៅរយហ្នឹងអ្នកទាំងអស់គ្នាចំណែកនៅខាងផ្នែកសិល្បៈវិញមើលទៅពួកគាត់នៅតែបន្តដឹកដៃដឹកជើងដើម្បីរៀបចំសិល្បៈយកចិត្តទុកដាក់ដោយសារតែចិត្តដល់ពេលបង្ហាញនឹងនោះសូម្បីតែស៊ីឈីវិញគាត់ក៏បានព្យាយាមខ្លាំងដែរទាំងពេលដែលគាត់កំពុងតែព្យាយាមខ្លាំងកលេចទៅខាងក្រៅបន្តិចមានអីឃើញតែកាន់ហ៊ួនក៏ដូចជាមួយនឹងទិនឈីនឹងកំពុងតែចូលទៅខាងក្នុងបន្ទប់នឹងហើយគាត់ក៏បានយកអារបស់វាយបុករបស់ដើម្បីការពារខ្លួននៅពេលហាត់ក្បាច់គុណនឹងហើយគាត់ក៏បានយកហើយគឺចាក់ចេញទៅខាងក្រៅបាត់ធ្វើឲ្យទៅកាន់ស៊ីឈីវិញគឺមានអារម្មណ៍ថាដូចជាមិនសូវស្រួលសទាំងពេលនឹងដែរឌូវៃវិញគាត់ក៏បានចូលមកដល់អញ្ចឹងគាត់ក៏បានចាប់ដើមសូត្រជាមួយនឹងអាការបន្តិចហ្នឹងជាមួយនឹងស៊ីឈីនៅពេលនឹងតែម្ដងចំណែកហ៊ុនក៏ដូចជាមួយនឹងមិត្តភ័ក្តិរបស់គាត់ទីនឈីវិញក៏បានយករបស់ទាំងអស់ហ្នឹងគឺមកដល់ក្នុងបន្ទប់របស់គាត់វិញហើយមើលទៅគាត់ក៏រៀបចំបន្ទប់ហ្នឹងគឺវាស្រស់ស្អាតដែរហ៊ុនគឺអរគុណទៅកាន់ទីនឈីអំពីការជួយរបស់គាត់នៅថ្ងៃហ្នឹងនោះសូម្បីតែមិត្តភ័ក្តិរបស់គាត់ក៏ដោយទីនឈីក៏បានប្រវត្តិទៅកាន់ហ៊ុននឹងគឺចេញទៅខាងក្រៅដើម្បីទៅញ៉ាំអាហារជាមួយនឹងគ្នាតិចអីតែហ៊ុនវិញគាត់គឺអត់ទៅទេគាត់គឺត្រូវរៀបចំទៀតទីនឈីវិញគឺសុកចិត្តចេញទៅខាងក្រៅដើម្បីទិញរបស់ឲ្យទៅកាន់ហ៊ុនញ៉ាំចំណែកស៊ីឈីនៅពេលដែលគាត់បញ្ចប់ហើយឥឡូវនឹងគាត់ក៏បានចូលមកដល់ក្នុងបន្ទប់របស់ហ៊ុនទាំងមានរបស់ញ៉ាំជាច្រើនឲ្យទៅកាន់ហ៊ុននឹងគឺបានញ៉ាំទៀតចំពោះហ៊ុនវិញគាត់ហត់មួយថ្ងៃហើយមានរបស់ញ៉ាំនៅពីមុខគាត់អញ្ចឹងគាត់ក៏បានចាប់តាមញ៉ាំយកនៅពេលហ្នឹងអញ្ចឹងទៅលើបែបហ្នឹងហើយស៊ីឈីវិញក៏បានបន្តការសួរទៅកាន់ហ៊ុនទៀតទៅចុះហ៊ុនឥឡូវហ្នឹងគឺធ្វើជាមួយនឹងពីណាគេខ្លះហ៊ុនវិញប្រាប់ថាទីនឈីអញ្ចឹងទៅធ្វើឲ្យទៅកាន់ស៊ីឈីវិញគឺដូចជាមិនសូវស្រួលសោះនៅក្បែរគ្នាហ្នឹងគឺវាច្រើនពេកនោះរំលឹកឈ្មោះរបស់ទីនឈីហ្នឹងគឺមិនបានយូរផងឥឡូវហ្នឹងទីនឈីក៏បានទិញរបស់ញ៉ាំដែរចូលមកដល់ខាងក្នុងហ្នឹងគឺឲ្យទៅកាន់ហ៊ុនហ្នឹងនោះប៉ុន្តែឃើញទៅកាន់ស៊ីឈីហ្នឹងគឺនៅក្បែរហ្នឹងយកឲ្យតាហ៊ុនហើយក៏គឺអត់អង្គុយញ៉ាំជាមួយនឹងពួកគាត់ពីរនាក់ហ្នឹងទេគាត់គឺសុកចិត្តចេញទៅខាងក្រៅមិនចង់រំខានទៅកាន់ពួកគាត់ពីរនាក់ហ្នឹង
អរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានតាមដានទស្សនាភាគទី19ចាំជួបជាមួយនឹង admin នៅភាគទី20បន្តទៀតបាយបាយអ្នកទាំងអស់គ្នា Good night